បងប្អូនធ្វើការប្រៀបធៀបតិចរវាងលក់ដំណោះស្រាយហើយនឹងលក់គុណតម្លៃយើងមើលថាហេតុអីបានជានៅក្នុងសម័យបច្ចុប្បន្ននេះយើងត្រូវផ្ដោតលើការលក់ដំណោះស្រាយហើយនឹងផ្ដោតទៅលើលក់គុណតម្លៃយើងអត់ផ្ដោតទៅលើលក់ផលិតផលឬក៏លក់សេវាកម្មមែនតើទៅផ្នែកគំនិតរបស់អ្នកលក់មួយចំនួនក៏តែងតែគិតថាផលិតផលខ្លះយើងអាចប្រើប្រាស់ក្បួនលក់ដំណោះស្រាយឬក៏ក្បួនលក់គុណតម្លៃទាំងបានប៉ុន្តែផលិតផលមួយចំនួនទៀតគឺយើងអត់អាចយកប្រភេទក្បួនទាំងពីរនេះយកទៅប្រើការបានទេគឺតើតែប្រើវិធីផ្សេងខ្ញុំបានជួបកិច្ចការនេះមែនតើខ្ញុំជួបច្រើនគូសំដែរដែលគាត់និយាយអញ្ចឹងខ្ញុំក៏តែស៊ូប្រាប់គាត់ទៅវិញឯងខ្ញុំអត់បានទៅឆ្លងមួយគាត់ទេខ្ញុំគាត់ថាបើយើងមើលទៅលើទីផ្សារយើងកុំនិយាយច្រើនយើងនិយាយថាច្រាស់ដោះថ្មិញមួយមុខបានហើយច្រាស់ដោះថ្មិញតែមួយមុខទេប៉ុន្តែហេតុអីបានវាមានរូបរាងច្រើនវាមានទំហំច្រើនខុសគ្នាម្ល៉េះយើងមើលអញ្ចឹងណា brand តែមួយទេទំហំខុសគ្នារូបរាងខុសគ្នាកន្លែងហ្នឹងគេចង់និយាយពីអីចង់និយាយពីអីនៅក្នុងក្បួន sale ការបង្កើតផលិតផលដែលមានរូបរាងខុសគ្នាຂະຫນាតខុសគ្នាគឺគេធ្វើក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហារបស់អតិថិជនខុសៗគ្នាដែរយើងមើលតែឆ្នាំងសាកទូរស័ព្ទរុនដែលសាកហ្នឹងក៏ខុសគ្នាដែរអញ្ចឹងខ្សែសាកទូរស័ព្ទដូចគ្នាប៉ុន្តែគេសាកសម្រាប់ទូរស័ព្ទខុសគ្នាយើងមិនអាចយកប្រភេទ iPhone ទៅដោតសាកថ្មឲ្យ Samsung ឬក៏ Huawei បានទេយើងធ្វើបានទេបើកន្លែងហ្នឹងបើយើងគាត់ថាប្រៀបធៀបមកវិញណាតើចង់បានន័យថាម៉េចនៅក្នុង the world of sale ពិភពនៃការលក់បើយើងមើលតើវាបានន័យថាម៉េចវាបានន័យថាមនុស្សម្នាក់គាត់មានតម្រូវការខុសពីមនុស្សម្នាក់ផ្សេងទៀតមនុស្សម្នាក់ឬក៏អតិថិជនម្នាក់គាត់ប្រឈមជាមួយនឹងបញ្ហាខុសពីអតិថិជនផ្សេងទៀតប៉ុន្តែដំណោះស្រាយអាចតែផលិតផលមួយនឹងទេគ្រាន់តែថាអ្នកខ្លះគាត់ត្រូវការផលិតផលចំនួនច្រើនអ្នកខ្លះគាត់ត្រូវការផលិតផលចំនួនតិចអ្នកខ្លះគាត់អត់ត្រូវការផលិតផលនឹងទេប៉ុន្តែគាត់ត្រូវការសេវាកម្មជួសជុលផលិតផលដែលគាត់មានស្រាប់នៅក្នុងខ្លួនរបស់គាត់យកទៅប្រើប្រាស់ឡើងវិញបន្តទៀតនៅពេលដែលយើងនិយាយពាក្យមួយម៉ាត់ថាយើងលក់ផលិតផលឲ្យត្រូវជាមួយនឹងតម្រូវការរបស់អតិថិជនមានន័យថាយើងកំពុងតែលក់គុណតម្លៃនៅពេលដែលយើងនិយាយថាយើងលក់ផលិតផលធ្វើម៉េចឲ្យអតិថិជននឹងគាត់អាចយកផលិតផលរបស់យើងទៅដោះស្រាយបញ្ហាដែលគាត់កំពុងតែជួបនៅក្នុងកន្លែងការងាររបស់គាត់បានមានន័យថាយើងកំពុងតែលក់ដំណោះស្រាយខ្ញុំលើកឧទាហរណ៍មួយនៅក្នុងវិស័យ sale របស់យើងពីដើមមកគឺយើងប្រើกระดาษប្រើ Excel ដើម្បីកត់ត្រាទិន្នន័យអតិថិជននៅពេលដែលយើងត្រូវការវិភាគព័ត៌មានអតិថិជនម្ដងគឺយើងប្រើពេលយូរតែមែនតើតម្រាប់ដែលយើងអាចវិភាគចេញជារបាយការណ៍សម្រាប់យកទៅប្រើប្រាស់បានកន្លងមកបទពិសោធន៍របស់ខ្ញុំ3ថ្ងៃទៅ1សប្តាហ៍តម្រាប់ដែលយើងអាច clean យក data ចេញពី Excel យកទៅបង្កើតទៅជាយុទ្ធសាស្ត្រយកទៅបង្កើតជាដំណើរការសម្រាប់ធ្វើកិច្ចការជាមួយនឹងអតិថិជនបានគឺមានការលំបាកមែនតើក្រោយមកទៀតបច្ចេកវិទ្យាចូលមកយើងឃើញថាគេចាប់ផ្ដើមបង្កើតប្រព័ន្ធ Sales Management System SMS បន្ទាប់មកគេក៏មានប្រព័ន្ធកាន់តែធំជាងទៀតគឺ CRM System ណាប្រព័ន្ធសម្រាប់គ្រប់គ្រងទ
ទិន្នន័យរបស់អតិថិជនតែម្ដងគេមានទាំងមូលតែម្ដងអញ្ចឹងនៅពេលដែលយើងប្រើ Sales Management System ឬក៏យើងប្រើ CM System វាជួយកាត់បន្ថយពេលវេលារបស់យើងក្នុងនាមក្នុងការវិភាគព័ត៌មានអតិថិជនអញ្ចឹងពីដើមមកស្អីជាបញ្ហាពិតប្រាកដនៅពេលដែលយើងប្រើ Excel ពេលដែលយើងបញ្ចូលទៅអតិថិជនចូលទៅក្នុងកុំព្យូទ័រអត់មានបញ្ហាអ្វីទាំងអស់ក៏ប៉ុន្តែនៅពេលដែលយើងចាប់ដើមប្រើ system យើងនៅត្រូវការបញ្ចូលដូចគ្នាហើយក៏អត់មានបញ្ហាដែរអ្វីដែលខុសគ្នាគឺពេលដែលយើងវិភាគ Excel ត្រូវការពេល3ថ្ងៃទៅ1សប្តាហ៍ទើបយើងបានទិន្នន័យមួយដែលឆ្លើយតបនឹងការចង់បានរបស់យើងយកទៅប្រើប្រាស់នៅពេលដែលយើងប្រើប្រាស់ system យើង download មកតែត្រឹមតែ1នាទីត្រឹមតែ2នាទីត្រឹមតែ10នាទីយ៉ាងយូរយើងបានព័ត៌មានមួយដែលល្អហើយនឹងចាំបាច់សម្រាប់យើងយកទៅប្រើប្រាស់កន្លែងហ្នឹងបានន័យថាម៉េចវាជា solution វាគឺជាដំណោះស្រាយជួយយើងឲ្យកាត់បន្ថយការងារគិតឲ្យកាត់បន្ថយការងារវិភាគកាត់បន្ថយការប្រើប្រាស់ភ្នែករបស់យើងដើម្បីសម្លឹងបិចដៃរបស់យើងដើម្បីគូសអីចឹងទៅវាជួយយើងកន្លែងហ្នឹងដោះស្រាយបញ្ហាហ្នឹងណាអ្វីដែលជាគុណតម្លៃនៅកន្លែងហ្នឹងគឺថាការងាររបស់យើងប្រសិទ្ធភាពល្អជាងមុនលឿនជាងមុនស្រួលជាងមុនណាទទួលបានផលខ្ពស់ជាងមុនជាដើមអញ្ចឹងតោះនេះគឺជាគុណតម្លៃចុះប្រសិនបើយើងនិយាយឲ្យខ្លីផលិតផលមែនតើទៅយើងអត់គួរផ្ដោតទៅលើការលក់ផលិតផលឡើងខ្លាំងពេកទេយើងគួរតែផ្ដោតរកឲ្យឃើញថាស្អីទៅជាបញ្ហាពិតប្រាកដរបស់អតិថិជនដើម្បីយើងអាចផ្សារភ្ជាប់បញ្ហាហ្នឹងទៅនឹងផលិតផលរបស់យើងដែលក្នុងនោះផលិតផលរបស់យើងត្រូវដើរតួនាទីធ្វើជាដំណោះស្រាយនៃបញ្ហាហ្នឹងមួយទៀតយើងត្រូវតែផ្សារភ្ជាប់ផលិតផលហ្នឹងទៅនឹងអ្វីទៅជាគោលបំណងចង់បានរបស់អតិថិជនអ្វីទៅជាតម្រូវការពិតប្រាកដរបស់អតិថិជននៅពេលដែលយើងដឹងច្បាស់ពីតម្រូវការនៅពេលដែលយើងដឹងច្បាស់ពីគោលបំណងមានន័យថាយើងអាចបង្កើតគុណតម្លៃមួយដែលល្អប្រសើរសម្រាប់អតិថិជនកន្លែងហ្នឹងបានយើងនិយាយថាម៉េចអ្នកលក់គឺអត់អាចដើរតួនាទីជាអ្នកលក់បានទេយើងត្រូវតែដើរតួនាទីជាអ្នកជួយគាត់នៅក្នុងការដោះស្រាយបញ្ហាណាយើងដើរតួនាទីជាអ្នកជួយគាត់ helper យើងដើរតួនាទីជួយគាត់យើងដើរតួនាទីជាទីប្រឹក្សាគាត់យើងដើរតួនាទីជាគ្រូពេទ្យយើងអត់បានដើរតួនាទីជាអ្នកលក់ទេនៅពេលដែលយើងដើរតួនាទីជាអ្នកលក់យើងនឹងព្យាយាមផ្ដោតទៅលើតម្លៃហើយយើងនឹងផ្ដោតទៅលើការ discount ការបញ្ចុះតម្លៃគេហៅថា special offer ការផ្ដល់ជូនពិសេសប៉ុន្តែនៅពេលដែលយើងផ្ដោតទៅលើដំណោះស្រាយនៅពេលដែលយើងផ្ដោតទៅលើគុណតម្លៃយើងអត់សូវខ្វល់អំពីតម្លៃយើងអត់សូវខ្វល់អំពីការធ្វើ promotion អីទាំងអស់យើងខ្វល់តែម្យ៉ាងគត់តើអតិថិជនគាត់មានបញ្ហាអីតើអតិថិជនគាត់ត្រូវការអីគេពិតប្រាកដបន្ទាប់មកយើងនិយាយឲ្យត្រូវជាមួយនឹងអ្វីដែលអតិថិជនត្រូវការទៅលទ្ធផលរបស់យើងនឹងទទួលបានគួរជាទីពេញចិត្តតែម្ដងខ្ញុំអាចរៀនសូត្របានច្រើនមែនតើសេវាកម្ម training កន្លងមករបស់ខ្ញុំតម្លៃអាចថ្លៃជាងគេគុណនឹង2ពេលខ្លះក៏អាចគុណនឹង3ថែមទៀតផងទៅតាមទំហំការងារដែលខ្ញុំធ្វើជាក់ស្ដែងប៉ុន្តែលក្ខខណ្ឌ training គឺមួយថ្ងៃដូចគ្នាអ្វីដែលខុសគ្នាដំណើរការនៃការរៀបចំអញ្ចឹងដំណើរការនៃការរៀបចំតិចតួចតម្លៃនៅលើទីផ្សារដែលខ្ញុំឆែកអាចនឹងទាបជាងគ្រូបណ្ដុះបណ្ដាលផ្សេងៗប៉ុន្តែដើម្បីឲ្យ training មួយឲ្យវគ្គបណ្ដុះបណ្ដាលមួយមានគុណភាពហើយថ្នាក់ដឹកនាំអតិថិជនដែលគាត់ចង់បានគុណភាពគាត់ទៅជែកគ្នាអំពីដំណើរការនៃការរៀបចំនៅពេលដែលគាត់ទៅជែកគ្នាពីដំណើរការនៃការរៀបចំតម្លៃប្រហែលជាអាចគុណនឹង2ឬក៏គុណនឹង3ពីព្រោះដើម្បីឲ្យ training មួយទទួលបានគុណភាពល្អឆ្លើយតបជាមួយនឹងតម្រូវការពិតប្រាកដរបស់ក្រុមការងាររបស់គាត់គឺយើងត្រូវតែបង្កើតមេរៀនចេញមកពីការអនុវត្តប្រចាំថ្ងៃរបស់គាត់ចេញមកពីអ្វីដែលគាត់ជួបប្រទះប្រចាំថ្ងៃយើងយកអ្វីដែលគាត់ជួបប្រទះប្រចាំថ្ងៃបង្កើតទៅជាមេរៀនបង្កើតទៅជាទម្រង់ផ្សេងបង្កើតទៅជាដំណើរការ
ហើយយកដំណើរការទាំងអស់ហ្នឹងទៅបណ្ដុះបណ្ដាលពួកគាត់ទៅបង្វឹកពួកគាត់ក៏ដូចជាទៅដឹកនាំគាត់ឲ្យអនុវត្តជាក់ស្ដែងនៅពេលកំពុងរៀនក្នុងថ្នាក់នឹងតែម្ដងកន្លែងហ្នឹងយើងចង់និយាយថាម៉េចរបស់មួយដែលយើងអាចយកតម្លៃបានថ្លៃវាអត់សំដៅថារបស់ហ្នឹងត្រូវតែមានគុណភាពល្អដាច់ជាងរបស់មួយផ្សេងទៀតដែលយើងយកតម្លៃបានថោកទេផ្ទុយទៅវិញយើងត្រូវធ្វើឲ្យប្រកាសថាគុណតម្លៃដែលយើងអាចបង្កើតជូនអតិថិជនរបស់យើងហ្នឹងវាល្អកម្រិតណាដែលកើតចេញមកពីផលិតផលហ្នឹងអញ្ចឹងឲ្យតែយើងអាចដឹងអំពីប្រសិទ្ធភាពនៃគុណតម្លៃនៃផលប្រយោជន៍ដែលអតិថិជនទទួលបានចេញពីផលិតផលរបស់យើងពេលនោះយើងលែងខ្វល់ពីរឿងតម្លៃយើងលែងខ្វល់ពីរឿងការបញ្ចុះតម្លៃឬក៏យើងលែងខ្វល់អំពីការធ្វើ promotion ឬក៏ផ្ដល់ជូនពិសេសហើយយើងខ្វល់តែម្យ៉ាងគត់ស្អីទៅអតិថិជនចង់បានហើយផលិតផលរបស់យើងអាចជួយបង្កើតអាដឹងឲ្យទៅអតិថិជនឬអត់